ខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុកច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុកបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសគេឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនូវសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក មានបងប្អូនមួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាថ្មគិតវាអាចថាមានសម្ពាធនៅក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធ
មនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគូសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថាជាបតិចដាក់គំនាបគៀបសង្កត់ស្មាធ្លាប់ជួបតែគាត់ពេលខ្លះគាត់ទៅងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយគាត់អត់ហ៊ាននិយាយនៅក្នុងគូសារហ្នឹងក៏មានអ្នកខ្លះទៀតដូចថាមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តហ្នឹងផងដែរនិយាយចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលអត់ទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីគេបើដេកនឹងទៅទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួម៉ៅផ្ដៅកាហាយជេបតិចខ្ញុំកណ្ដាលស្មារតីធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនបន្តិចបន្តួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុងចិត្តហ្នឹងសឹងតែផ្ទុះសឹងតែចងកហើយអាហ្នឹងដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាចឹងតើឲ្យវាមាន balance ហើយមានតុល្យភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអន់ចិត្តហ្នឹងសំរឿយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើដល់ពេលមានបញ្ហានិយាយទៅឲ្យរួចហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរហ្នឹងក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការកប្បកិរិយាដែរពីព្រោះយើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកពាក្យសម្ដីកប្បកិរិយាហ្នឹងធ្វើឲ្យគេឈឺចាប់ពីឈឺឌឺដងទៅគេនោះឈឺព្រោះយើងមានបាបដែរហើយមានបាបវាវល់គំនុំគុំគួនគ្នាទៅហើយតើរៀនដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយការបដៅណែនាំហ្នឹងក៏ប្រកបដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅវាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំក្នុងគណៈកម្មការភាពជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សប្តាហ៍ថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងទៅនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែពីរសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ទៅហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាធបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរាល់ថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេក្តៅក្រហាយហើយហ្នឹងវាមានកម្មពៀវេរាគេក្តៅមែនប៉ុន្តែយើងជាប់ពៀវេរាមិនសក់ទេទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅហើយដូចថាបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែររាល់ថ្ងៃហ្នឹងបច្ចេកវិទ្យាវាជឿលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រលចុះត្រឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមហ្នឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងដែរ
mẹn ham quạt mình ao mưa lấy vẫn là tha thử ao miên toàn dạ phiệp rồi viên cà riên sâu rồi viên cà sầm rá hay nâng cà mưa nâng chấm nải pe khác group khác ban cà li chào tới app khác bị giao lục chào tới hay notification nó cũng ao bị tưng khôi khu bà dương ngày bay ở rõm này hay tập bay ở rõm ngày khỏi miên bị bắt kia mình luộc một smile cực chớn lục vơ lục vía vậy đó xa ca rồng khan rười nữa này nó ngọn miên pina để dương nè xòm khuôn dương nó duพอปะปอนนึงเมาครูนยืงวิ่งจังตัวละยืงประหยัดประหยัดต่างออกนี่เบอร์อุทิศทำเมียนหึงไอ้จมวยบองโอนไอ้ใหญ่ๆนี่หายยะกลุ่มเอากระเซาเลือกหยบไปมีกระไรหายáให้แหนเดินเลือกน้องกูอันนั้นคือจีดอนเนี่ยสนับได้กลมเชื่อแต่กับโกกับกายมอตัวไอ้กระไรหายหึงตู้คลายจะจีหึงท้องเอาไว้ช่วยจับได้หึงนั่งกลมโดยทอนvừa ao chay làng vinh á bọn ba mươi bây giờ chứ hay nâng tìm mùi tí pí can so một bạn này xài không chất tô chất ăn chất đây vật tô mình cua này chẳng sao nó không mà nó hướng nó khu hai cùng nom hướng cả hai nó màu không chất tiết chó ấy ta từ một tiết xong bạn say nó các sắp đã luôn ấy nó miền ở vùng tăng lư lời chật bà dương nè hay tôi là miền pel hiện tu squat cặp bất thà nó ngay gì vật nó không đi chẳng mày kê mày dư phù sa dư mình đôi nhẹ phẳng ta hay miền pe đạp thọ bùng chất miền pe phơi sum mát thị miền pe nơi chừng mũi mật thẹn o nè để nom hưởng o này nom đang không lời thở nơi chừng mũi nè đừng dư ban chừng mà tiền chừng này tiền sọc phiệp lời chất tiền sọc phiệp lời cài nó nó từ ruột nơi ban du hái dương ban miền pe pin bòn pin cỏ sào hay ruột nơi đòi sức khỏe mình cười nè khá nó dễ ba mình bàn lên lúa rồi có cái prap cầm học con che muôn cho muối nó bị cái lau tàu tôn tăng màu vinh màu mình che thà ơi mình nữ về miền pe khó về miền pe thời chẳng kịp prap dư miền nó cả bàn cài prai cầm học vừa ở bàn là o chuyện muôn đấy vừa chỉ mình nục nghề đợi tới ở chẳng ấy khó hỏi nơi ta lại lọc dây của vách tụi vô trừ của này nữa tiền anh đang bên nước không thoa lục hơi tục phải chào mình được và bạn và đại miền nè chờn can chờn anh thông anh thử anh khăng hay mưa nghề kê hay miền bột mình sự smart thoáng smart so đây hay từ càng nghe mình cho sầm rong kia thế hay mình ai càng như thông ban đấy rồi nè để hiện áp chất miên khăn tây ọt thun che đại miền nè nâng cho máu nâng ban từ thừa mì kì cài hay bên nơi tung tăng lùm măng tham bán chăng vô bán là phần năng từ ná cô nơi thành chăng từ bố càng như thống từ tôi có thể chớn vì thời miên là sự mắt tiếp cột cồn lời chật nắng của bùa đài từ thừa chỉ mề cái bàn và mình chẳng nghĩ với khôi cà cái mình đáp rồi có cao tới chỉ chùm lúa precha bảy bạc không cầm hồn rồi có sự thả bàn nào nhưng vừa to là dương kết tha cái prap cầm hậu dương nó đôi chia cái prap tham mục dương và lạc chiu chẳng á đà từ nông thì ra tiền lại dương ở con kê nhưng mà đăng mưa một của này khơi từ lục từ liền ấy chân tơ dạng nát nè đợt tây prap cầm hậu nó đôi chia cái chọn mưa lười dương nâng hãy bờ ưu họ thật kê vậy nâng bị trớ dương ở con kê tơ hãy bờ thật vậy nâng vừa bình lơ và cạnh khối dương ở nát quạt á tha hết đấy bạn vô bạp chăng càng nghe thưa mình phồm thưa mấy cụ môi vô bạp đã luôn đã mọt chăng
ហើយក៏មិនទៅចងគំនុំមួម៉ៅខឹងគាត់ដែរនឹកអាណិតគាត់ថាគាត់ស្ទាយបាបទៅតាមខ្លួនគាត់ហ្នឹងអញ្ចឹងវាតលរៀនមានខន្តីរៀនចេះទម្លាក់មានះនឹងចុះក្រោមរៀនស្ដាប់គេរៀនស្មោះត្រង់ហើយបើថាខុសអូខ្ញុំសំទោសហើយខ្ញុំវាផ្លាត់ពេលហ្នឹងអាហ្នឹងល្អហ្មងតចរិតហ្នឹងខ្លាយទៅជាមេគេបានមិនជាអ្នកបន្លែប្រឡប់អាហ្នឹងគេដឹកនាំគេមិនបានទេអញ្ចឹងតើទម្លាក់អាហ្នឹងកុំធ្វើជាមនុស្សប៉ះបានអាហ្នឹងទើបយើងអាចចម្រើនដោយចំណេះដឹងចម្រើនដោយបុណ្យកុសលហើយរស់នៅជាមួយគ្នានឹងបានសុខសប្បាយជាមួយគ្នាតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមាននិមមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំពេញទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងទេត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសត្វសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួសហាមខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យជីវិតខ្ញុំមិនដូចគេខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរកុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នា
តែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេធ្វើគុណបានទោសអ្នកខ្លះខំជួយគេអស់ច្រើនណាស់ស្រាប់តែទទួលរឿងមិនគួរគប្បីត្រឡប់មកវិញខំជួយគេអស់លុយអស់កាក់អស់ពេលវេលាមិនស្ទើរទេតែចុងក្រោយដោយត្រើយសោយគូចដាក់បើអ្នកជួយអ្នកដទៃទម្លាប់តាំងចិត្តជួយគេដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យគេបានសុខមិនចង់បានការតបស្នងត្រឡប់មកវិញទេអ្នកបានបុណ្យច្រើនហើយមិនសូវខកចិត្តទេបើអ្នកធ្វើល្អហើយគេដឹងគុណអ្នកជាបុណ្យរបស់គេតែបើគេមិនដឹងទេឬពេលខ្លះគេរមើលគុណដាក់អ្នកថែមទៀតនោះជាបាបរបស់គេចំណែកអ្នកបានធ្វើបុណ្យរួចហើយមិនប្រកាសថាមនុស្សដែលយើងជួយនឹងតបស្នងសងគុណយើងវិញទេតែបុណ្យអ្នកនៅតែជាបុណ្យរបស់អ្នកថ្ងៃណាមួយបុណ្យនឹងឲ្យផលវិញមិនខានហើយអាចជាអ្នកដទៃផ្សេងទៅវិញទេដែលជួយអ្នកនោះបើអ្នកជួយដោយសេចក្តីប្រាថ្នាចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេតែបើជួយដោយអនុគ្រោះដោយចិត្តមេត្តាជួយដោយសុទ្ធចិត្តអ្នកបានទាំងសប្បាយចិត្តបានទាំងបុណ្យច្រើនបាបចាស់បាបថ្មីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អរីឯភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលនាំឲ្យអ្នកកាន់តែមានទុក្ខថែមអ្នកខ្លះមានកម្មក្រាស់ជួបបញ្ហាច្រើនឥតល្ហែហើយអ្នកខ្លះទៀតសាងកម្មល្អច្រើនមិនសូវជួបបញ្ហាក្នុងជីវិតឡើយកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេគេជួបរឿងគេយើងជួបរឿងយើងសំទាយកម្មមនុស្សម្នាក់មិនដូចគ្នាទេបើអ្នកជួបរឿងមិនល្អវាជារឿងផលបាបរបស់អ្នកពីមុនមកកុំមួម៉ៅអីកុំបន្ទោសអ្នកណាឡើយកម្មយើងទេមួម៉ៅទៅបានតែកើតទុក្ខថែមបើអ្នកចិត្តអស់ទឹកបរិភោគហើយអ្នកត្រូវដងទឹកចាក់បន្ថែមបើបុណ្យអ្នកស្ដួយស្ដើងហើយត្រូវសាងល្អឲ្យបានច្រើនឡើងវិញពេលណាកម្មអាក្រក់ឲ្យផលអស់ហើយកម្មថ្មីនឹងឲ្យផលវិញម្ដងគាត់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់
បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរឿនរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងពន្លត់ភ្លើងកំហឹងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុកកាន់តែខ្លាំងហើយបើពូកែគុំទៀតដៅកាន់តែងុំយូរទៅចិត្តអ្នកនឹងខ្លាចជាភ្នំភ្លើងដៅក្រហាយជាប្រចាំទម្លាប់ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាអហង្សុខិតោហោមិនិតទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកពាក្យនេះរឿយពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកក្តៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់ថាសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអមฤតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសពសត្វទាំងអស់ជុំវិញខ្លួនអ្នក